បាទជំរាបសួរមិត្តអ្នកសិក្សាបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់បាទវិលមកជួបគ្នាសារជាថ្មីហើយជាមួយនឹងការរៀនវេយ្យាករណ៍ភាសាអង់គ្លេសបាទប្រចាំថ្ងៃអញ្ចឹងថ្ងៃនេះគឺយើងនឹងសិក្សានៅទម្រង់វេយ្យាករណ៍ថ្មីកាលថ្មីគឺកាលបច្ចុប្បន្នកាលកំពុងបន្តបាទអញ្ចឹងមុននឹងចូលការបង្រៀនខ្ញុំសូមបង្ហាញនៅកម្មវិធីសិក្សាឬក៏ប្រាប់ជូនដំណឹងនៅកម្មវិធីសិក្សាខ្លះៗជាមួយនឹងសាលាបង្វឹកគួរពិសេសពន្លឺបញ្ញាចឹងសាលាបង្វឹកគួរពិសេសពន្លឺបញ្ញាសាខាទី4រាជធានីភ្នំពេញគឺមានបើកបង្រៀនថ្នាក់ចំណេះដឹងទូទៅបំប៉នពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12មុខវិជ្ជាសិក្សាមានដូចជាភាសាខ្មែរអូខេគណិតវិទ្យាគីមីជីវៈរូបវិទ្យាហើយនឹងថ្នាក់ភាសាអង់គ្លេសភាសាចិននិងជំនាញកុំព្យូទ័រគ្រប់កម្រិតមានដូចជាថ្នាក់ជំនាញរដ្ឋបាលជំនាញគណនេយ្យជំនាញ design និងជំនាញកាត់តវីដេអូអូខេអញ្ចឹងគឺយើងមានបើកវគ្គសិក្សាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិងវគ្គសិក្សាសៅរ៍អាទិត្យមានទាំងថ្នាក់ពេញម៉ោងនិងក្រៅម៉ោងទទួលចុះឈ្មោះសិស្សចូលរៀនពីអាយុ3ឆ្នាំឡើងទៅបាទសម្រាប់ថ្នាក់ពេញម៉ោងនោះអ្វីដែលពិសេសគឺយើងមានបង្រៀនទាំងភាសាខ្មែរគណិតវិទ្យានិងភាសាអង់គ្លេសបូកចូលគ្នាអញ្ចឹងសម្រាប់ថ្នាក់ពេញម៉ោងបងប្អូនពីអាយុ3ឆ្នាំរហូតដល់ថ្នាក់ទី6យើងមានបើកពេញម៉ោងគឺយើងមានបញ្ចូលថ្នាក់ភាសាខ្មែរជូនតម្លៃសិក្សាសមរម្យបាទមួយខែត្រឹមតែ$35ទេតែរៀនបានដល់ទៅ3មុខវិជ្ជាសម្រាប់ថ្នាក់ពេញម៉ោងបាទក្មេងៗតិចតួចបងប្អូនតិចតួចបាទអរគុណច្រើនអញ្ចឹងកុំឲ្យខាតពេលសូមមិត្តអ្នកសិក្សាឬក៏បងប្អូនសិស្សរៀនជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះដាក់ថា the present continuous tense បច្ចុប្បន្នកាលកំពុងបន្តបាទអញ្ចឹងបច្ចុប្បន្នកាលកំពុងបន្តនេះគេប្រើយ៉ាងដូចដេចសូមមើលក្នុងនិយមន័យទាំងអស់គ្នា definition និយមន័យ The present continuous tense describes actions happening now និយមន័យគឺថាបច្ចុប្បន្នកាលកំពុងបន្តបាទពីពណ៌នាសកម្មភាពដែលកើតឡើងនៅឥឡូវបាទកំពុងកើតឡើងឥឡូវជាទូទៅនៅពេលដែលយើងកំពុងតែនិយាយឧទាហរណ៍ថាឥឡូវខ្ញុំកំពុងតែនិយាយបង្រៀនបាទភាសាអង់គ្លេសនៅតាមអនឡាញអញ្ចឹងខ្ញុំត្រូវនិយាយទៅតាមការរបស់ខ្ញុំថា Now I am teaching English online អូខេអញ្ចឹងមានន័យថាឥឡូវនេះខ្ញុំកំពុងតែបង្រៀនភាសាអង់គ្លេសនៅតាមអនឡាញអូខេបាទអញ្ចឹងការនិយាយភាសាអង់គ្លេសយើងទៅមើលនៅទម្រង់កាលបាទអញ្ចឹងនៅកន្លែងនេះជា formula រូបមន្តយើងមានទម្រង់ positive ឬក៏អ្នកខ្លះហៅថា affirmative ប្រយោគស្របអូខេអញ្ចឹងវាមាន subject plus MSR plus verb ing plus object បាទអញ្ចឹងនៅក្នុងនេះគឺជារូបមន្តធ្វើម៉េចបងប្អូនសិស្សានុសិស្សបាទទន្ទិញឲ្យចាំកាលណាយើងចាំប្រយោគរូបមន្តបែបនេះវាធ្វើឲ្យយើងអានប្រយោគទៅចេះប្រែបានលឿនបាទ example ឧទាហរណ៍ I am studying English at the moment ខ្ញុំកំពុងសិក្សាភាសាអង់គ្លេសឥឡូវនេះបាទអញ្ចឹងពាក្យ at the moment នេះយើងប្រែថាឥឡូវនេះខណៈពេលនេះយើងអាចប្រើពាក្យ right now ឬក៏យើងអាចប្រើពាក្យថា now អូខេបាទអញ្ចឹងនៅក្នុងនេះគឺ I ប្រើមួយ am ដដែលដូចនឹងមានមុនប៉ុន្តែខុសកន្លែងនេះ study យើងមានថែម ing មួយទៀតប្រែថាកំពុងសិក្សាបាទលេខ2 we are watching TV in the living room ពួកយើងកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវអញ្ចឹងកន្លែង watch នេះប្រែថាមើលតែយើងថែម ing ទៅយើងអានថា watching អូខេលេខ3 you are playing the piano in the classroom អូខេអញ្ចឹងមានន័យថាអ្នកកំពុងលេង piano នៅក្នុងថ្នាក់រៀនអញ្ចឹងពាក្យថា play លេងយើងថែម ing ទៅអានថា playing កំពុងលេងអូខេ classroom ថ្នាក់រៀនតទៅទៀត they are listening to the radio about war មានន័យថាពួកគេកំពុងស្ដាប់វិទ្យុអំពីសង្គ្រាមអូខេបាទយើងអាចនិយាយថា
they are listening to the radio about Cambodian and Thai war អញ្ចឹងទៅឧទាហរណ៍ណាខ្ញុំដាក់កាត់បែបនេះមានន័យថាពួកគេកំពុងតែស្ដាប់វិទ្យុអំពីសង្គ្រាមបាទអញ្ចឹងពាក្យ war នេះប្រែថាសង្គ្រាមបាទ listen ស្ដាប់យើងថែម ing ទៅអានថា listening អូខេខាងក្រោមទៀត he is saving money to run a business បាទ sell នេះគឺប្រែថាសន្សំជាទូទៅពាក្យ sell នេះវាមាន e មានន័យថារាល់កិច្ចសព្ទណាក៏ដោយដែលមាន e នៅខាងចុងយើងលុប e ចេញចាំយើងថែម ing បាទតម្រង់ ing ចូលអូខេបាទយើងមិនអាចសរសេរថា sell បែបនេះទេចាសុំទោសបាទសូមពិនិត្យមើលយើងមិនអាចសរសេរថា sell ថែមចេះទេមានន័យថាខុសតម្រង់បែបនេះគឺយើងអត់អាចសរសេរបែបហ្នឹងទេគឺជាតម្រង់មួយដែលយើងអត់ប្រើប្រាស់ទេបាទមានន័យថាវាជាតម្រង់ខុសអូខេអញ្ចឹងការសរសេរត្រូវសរសេរលុប e ចេញបើសិនជាវាមាន e នៅខាងចុងនេះអូខេបាទត្រូវសរសេរបែបនេះអញ្ចឹងកន្លែងនេះគេអានថា he is saving money to run a business មានន័យថាគាត់កំពុងសន្សំលុយដើម្បីធ្វើអាជីវកម្មបាទធ្វើអាជីវកម្ម run a business នេះមានន័យថាធ្វើមុខជំនួញបង្កើតមុខជំនួញឬក៏បង្កើតអាជីវកម្មលេខ6បាទ she is writing a letter about Cambodian history មានន័យថានាងកំពុងនិពន្ធសៀវភៅមួយក្បាលស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាអញ្ចឹងពាក្យថា write កន្លែងនេះជាទូទៅវាមាន e មួយទៀតតែយើងលុប e ចេញយើងថែម ing បែបនេះអូខេអានេះយើងថែម ing ចូលបាទឃើញកន្លែងនេះបាទដាក់ទៅបាទអញ្ចឹងយើងថែម ing មកបាទពាក្យនេះយើងត្រូវមាន ing មួយបាទខ្ញុំដាក់ពណ៌អត់ត្រូវនេះអញ្ចឹង Cambodian history ប្រែថាប្រវត្តិសាស្ត្រកម្ពុជា write នេះខ្ញុំប្រែថាសរសេរអញ្ចឹង she is writing a book about Cambodian history បាទនាងកំពុងសរសេរសៀវភៅមួយក្បាលឬក៏និពន្ធសៀវភៅមួយក្បាលស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាបាទប្រទេសកម្ពុជាលេខ7 it is living in the ocean at the moment មានន័យថាវាកំពុងរស់នៅក្នុងមហាសមុទ្រនៅគណៈពេលនេះនឹងវានឹងដូចជាសត្វចម្លែកអញ្ចឹងយើងអាចនិយាយថា the monster ឬក៏ the big monster is living in the deep ocean at the moment មានន័យថាសត្វចម្លែកដ៏ធំមហិមាកំពុងរស់នៅក្នុងមហាសមុទ្រដ៏ជ្រៅនៅគណៈពេលនេះប៉ុន្តែកន្លែងនេះខ្ញុំសរសេរប្រយោគធម្មតាដាក់ពាក្យអីច្រើនទេខ្ញុំប្រើ if ជំនួសឲ្យវត្ថុឬក៏សត្វបាទទីកន្លែងហ្នឹងទៅ it is living in the ocean at the moment វាកំពុងរស់នៅក្នុងមហាសមុទ្រឥឡូវនេះបាទវានឹងដូចជាសត្វអញ្ចឹងទៅមួយទៅសត្វចម្លែកទៅអូខេអញ្ចឹងយើងទៅមើលនៅក្នុងទម្រង់ខាងនេះខាងក្រោម negative ប្រយោគបដិសេធអញ្ចឹងប្រយោគបដិសេធគេប្រើទម្រង់ម៉េចទម្រង់បដិសេធគឺយើងសរសេរបែបនេះ subject plus MSR plus not plus verb ing បាទ plus verb ing បន្ត plus កម្មបត្តិអញ្ចឹងយើងចង់បង្កើតទម្រង់បដិសេធយើងគ្រាន់តែដាក់ not នៅពីមុខទម្រង់ MSR នេះទៅគឺយើងអាចប្រើការបានអូខេត្រឹមត្រូវអញ្ចឹងយើងទៅមើលក្នុងឧទាហរណ៍របស់គ្នានេះប្រយោគខាងលើទេដែលខ្ញុំយកមកធ្វើជាប្រយោគឧទាហរណ៍បដិសេធទៅដើម្បីឲ្យបងប្អូនងាយស្រួលយល់ពាក្យដដែលជាងដាក់ not នៅពីមុខ to be examples I am not studying English at the moment ខ្ញុំមិនកំពុងរៀនភាសាអង់គ្លេសទេឥឡូវនេះអូខេ we are not watching TV in the living room ពួកយើងមិនកំពុងមើលទូរទស្សន៍ទេនៅក្នុងបន្ទប់ទទួលភ្ញៀវបាទ you are not playing the piano in the classroom អ្នកមិនកំពុងលេង piano នៅក្នុងថ្នាក់រៀនទេបាទ they are not listening to the radio about war ពួកគេមិនកំពុងស្ដាប់វិទ្យុអំពីសង្គ្រាមទេបាទអូខេ he is not saving money to run a business គាត់មិនកំពុងសន្សំលុយដើម្បីធ្វើអាជីវកម្មទេបាទធ្វើជំនួញទេ she is not writing a book about Cambodian history នាងមិនកំពុងសរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាទេអូខេ it is not living in the
ocean at the moment វាមិនកំពុងរស់នៅក្នុងមហាសមុទ្រនៅគណៈពេលនេះទេឥឡូវនេះទេបាទវាចេញពីមហាសមុទ្រហើយអញ្ចឹងមានន័យថានេះគឺជាទម្រង់បដិសេធបាទនៅប្រយោគខាងលើស្របនេះទម្រង់បដិសេធអូខេអញ្ចឹងចូលទៅទម្រង់ទី3 question ទម្រង់សំណួរអញ្ចឹងទម្រង់សំណួរគេធ្វើម៉េចគឺគេទាញ am is are នៅពីមុខបូកជាមួយនឹង subject បូកមួយប្រធានហើយបូកជាមួយនឹង verb to be verb ing ដដែលបាទបន្តមកបូកមួយកម្មបទហើយបូកសញ្ញាសួរអានេះគេហៅថាជាសំណួរ yes no question បាទចេញឧទាហរណ៍មាន7ដូចគ្នា examples ឧទាហរណ៍បាទចេញយើងទាញ to be បែបនេះបាទនេះជា to be ដែលខ្ញុំទាញបាទយើងដាក់នៅពីមុខចឹងមកបញ្ជាក់សំណួរនេះគឺសម្រាប់ឆ្លើយជាសំណួរ yes no question បាទ Am I studying English at the moment តើខ្ញុំកំពុងសិក្សាភាសាអង់គ្លេសឬឥឡូវនេះបាទអញ្ចឹងយើងឆ្លើយហ្នឹង Yeah you are no you are not អីចឹងទៅអូខេ Are we watching TV in the living room តើពួកយើងកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទូភ្ញៀវឬ Yes we are no we aren't អូខេ Are you playing the piano in the classroom តើអ្នកកំពុងលេង piano នៅក្នុងថ្នាក់រៀនឬYes I am no I am not អូខេឬក៏ no am not ចឹងទៅ no am not Are they listening to the radio about war តើពួកគេកំពុងស្ដាប់វិទ្យុអំពីសង្គ្រាមឬ Yes they are no they aren't អូខេទៅនេះទៀត Is he saving money to run a business តើគាត់កំពុងសន្សំលុយដើម្បីធ្វើអាជីវកម្មឬ Yeah he is no he isn't Is she writing a book about Cambodian history តើនាងកំពុងនិពន្ធសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាឬ Yeah she is no she isn't Is it living in the ocean at the moment តើវាកំពុងរស់នៅក្នុងមហាសមុទ្រឥឡូវនេះឬបាទ Yes it is no it isn't បាទនេះគឺជាទម្រង់ present continuous បាទអញ្ចឹងខ្ញុំអត់បានសរសេរលំហាត់នៅខាងក្រោមទេអញ្ចឹងខ្ញុំសរសេរបានប៉ុណ្ណេះអញ្ចឹងសម្រាប់ព័ត៌មានលម្អិតដែលចង់សិក្សាវេយ្យាករណ៍ភាសាអង់គ្លេសនោះបានអាចអញ្ជើញមកសិក្សាផ្ទាល់ជាមួយនឹងគ្រូបង្រៀននៅសាលាបវគ្គពិសេសដែលមានកម្រិតវប្បធម៌ចាប់ពីបញ្ញាបត្រឡើងផ្នែកជំនាញឯកទេសនីមួយៗអូខេអញ្ចឹងការផ្ដល់ទំនុកចិត្តជូនដល់បងប្អូនសិស្សានុសិស្សក៏ដូចជាដល់អាណាព្យាបាលសិស្សមាតាបិតាសិស្សគឺយើងតែងតែគិតនៅគុណភាពជាចម្បងបន្ទាប់មកគឺមានបូកជាមួយនឹងសិលធម៌សុជីវធម៌និងការទទួលខុសត្រូវអញ្ចឹងសាលាបវគ្គពិសេសគឺបដិញ្ញាចិត្តខិតខំរកវិធីសាស្ត្រនិងយតិវិធីផ្សេងៗដើម្បីបង្រៀនសិស្សឲ្យយល់ងាយចាប់បានងាយយល់បាទមិនចង់ឲ្យកូនសិស្សចំណាយពេលវេលាយូរបាទខាតពេលហើយអត់ចេះប្រើភាសាអង់គ្លេសឬក៏អត់ចេះជំនាញដែលខ្លួនរៀននោះទេបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបើសិនជាបងប្អូនចង់ចេះកាន់តែច្បាស់អាចអញ្ជើញមករៀនផ្ទាល់គឺយើងមានឯកសារជំនួយបន្ថែមនេះគ្រាន់ជាការបំភ្លឺនៅទម្រង់វេយ្យាករណ៍ខ្លះៗសម្រាប់បងប្អូនដែលទើបតែនឹងរៀនបាទតាក់ទងជាមួយនឹងការទាំង12អញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទអរគុណច្រើនជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀតបាទជម្រាបលា